សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងការជិះកង់ខ្ញុំសូម recommend ឲ្យបងប្អូនទាំងអស់គ្នាជិះកង់ត្រូវរើសខ្សែកង់ប្រសិនបើយើងមានកម្ពស់ចាប់ពី 1.60 m ចុះមកក្រោមគឺខ្ញុំ recommend ឲ្យបងប្អូនជិះកង់ដែលមានខ្សែ S ហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានកម្ពស់ចាប់ពី 1.60 m ឡើងទៅ 1.65 m ឬក៏ 1.68 m ឬក៏ 70 អីខ្ញុំrecommend ឲ្យបងប្អូនជិះកង់ខ្សែ M ចំណែកបងប្អូនដែលមានកម្ពស់ចាប់ពី 1.70 m ឡើងលើដល់ 80 ឬក៏ 90 នោះខ្ញុំ recommend ឲ្យបងប្អូនជិះកង់ដើម្បីបានសុខភាពល្អនោះគឺត្រូវជិះកង់ដែលមានខ្សែ L ឬក៏ XL ហើយមួយវិញទៀតដើម្បីឲ្យនៅក្នុងការជិះកង់របស់យើងកុំឲ្យចុកជើងនៅពេលដែលយើងធ្វើកង់ជិះកង់នោះគឺឲ្យបានសុខភាពល្អនោះគឺត្រូវដាក់កែបសេរីកែបកង់យ៉ាងណាដើម្បីឲ្យខ្លួនយើងអស់ធាក់ទៅអស់ជើងបើមិនដូច្នោះទេអាចនឹងធ្វើឲ្យយើងចុកជើងហើយធ្វើឲ្យមិនបានទទួលសុខភាពល្អផងដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាជ្រាបជាដំណឹងជាព័ត៌មានដើម្បីជិះកង់ធ្វើយ៉ាងណាឲ្យ